ថ្ងៃសុកនេះគឺមានករណីផ្ទុះមីនណាផ្ទុះមីនមួយដែលថៃក៏ថាជន់ដោយទាហានរបស់គាត់ហ្នឹងបើយោងតាមកសែតខៅសូនវិញណាបាទកសែតខៅសូនគាត់ថាមានទាហានម្នាក់ជន់មីនហ្នឹងគឺនៅព្រឹកថ្ងៃសុកហ្នឹងតែម្ដងគឺវេលាម៉ោង 6:44 នាទីព្រឹកបាទគឺនៅក្នុងតំបន់ប្រតិបត្តិការរបស់ប្រទេសថៃហ្នឹងហើយទាហានដែលជន់មីនហ្នឹងគឺបាទដាច់តែជើងស្ដាំហើយនឹងរបួសដៃរបួសជើងផងដែរជើងឆ្វេងក៏របួសជើងស្ដាំដៃឆ្វេងក៏របួសបាទតែជើងស្ដាំគាត់របស់គាត់បានដាច់បាទអញ្ចឹងគឺនេះជាសេចក្តីរាយការណ៍ដែលខាងសារព័ត៌មានថៃបានរាយការណ៍ឲ្យដឹងហើយឥឡូវនេះ The Nation បាននិយាយថាគឺមេបញ្ជាការឥឡូវនេះគឺបានទៅពិនិត្យមើលកន្លែងផ្ទុះហ្នឹងដើម្បីស៊ើបអង្កេតមើលថាតើដំណើររឿងនឹងយ៉ាងម៉េចបាទហើយរឿងហ្នឹងក៏វាតាក់ទងជាមួយនឹងខាងថៃណាបាទថៃក៏បាននាំអ្នកសង្កេតការអាស៊ានកាលពីតាំងពីថ្ងៃពុធមកម្លេះបាទថ្ងៃពុធមកម្លេះគឺបាននាំអ្នកសង្កេតការអាស៊ានហ្នឹងគឺទៅមើលមីនដែលថៃគាត់ថាគាត់រកឃើញបាទនៅតាមបណ្ដោយព្រំដែនរបស់កម្ពុជាគាត់ថាគឺជាមីនថ្មីដែលកម្ពុជាបានដាក់ចូលរហូតដល់500ម៉ែត្រចូលទៅក្នុងទឹកដីថៃឯណោះបាទនេះគឺជារឿងមួយដែលគាត់បានលើកឡើងបន្ថែមទៀតតាំងពីថ្ងៃពុធក្នុងពេលដើមសប្តាហ៍នេះបាទហើយខាងកម្ពុជាក៏បានបដិសេធចំពោះការលើកឡើងរបស់ថៃនេះផងដែរថាมันមានរឿងបែបនេះទេគឺអ្វីដែលដោយមានគឺកម្ពុជាបានចងក្រងបានច្បាស់លាស់ហើយនឹងគឺកម្ពុជានៅតែបដិញ្ញាចិត្តនៅក្នុងការគោរពអនុសញ្ញាស្តីពីការប្រឆាំងនឹងមានប្រឆាំងនឹងមនុស្សបាទនេះគឺជាអ្វីដែលកើតឡើងហើយបាទហើយការវិវត្តមួយទៀតនោះគឺខាងកម្ពុជាក៏បានចេញលិខិតបដិសេធផងដែរចំពោះការលើកឡើងរបស់ថៃណារបស់ថៃដែលបាននិយាយថាកម្ពុជាបានយកតំបន់ប្រាសាទព្រះវិហារនឹងធ្វើជាមូលដ្ឋានទ័ពប្រិមិត្តនៅចាំបានទេគឺក្រសួងលោករដ្ឋមន្ត្រីក្រសួងការបរទេសរបស់ថៃបានលើកឡើងបែបនេះបាទនៅក្នុងវេទិការបស់អង្គការសហប្រជាជាតិបាទកម្ពុជាបានបដិសេធគឺមិនអាចនឹងកើតឡើងបានទេហើយកម្ពុជាថែមទាំងបាននាំអ្នកសង្កេតការអាស៊ានទៅមើលដល់កន្លែងនោះផងដែរដូច្នេះគេអាចពិចារណាបានរវាងអ្វីដែលជាមូលដ្ឋានទ័ពនិងអ្វីដែលជាវត្ថុបុរាណគឺកម្ពុជានៅតែគោរពវត្ថុបុរាណទីតាំងវត្ថុបុរាណប្រាសាទបុរាណរបស់កម្ពុជានឹងដោយបញ្ជាក់ថាកន្លែងនោះគឺស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរស៊ីវិលទេមិនមែនក្រោមអាជ្ញាធរយោធារបស់កម្ពុជានោះទេបាទនេះគឺជារឿងដែលកើតមានឡើងហើយអ្វីដែលខ្ញុំមិនចង់និយាយប៉ុន្តែឥឡូវនិយាយបន្តិចចុះគឺបាទបើយើងមើលតាមមើលព្រឹត្តិការណ៍ពីរឿងកាលពីខែធ្នូមិនរឿងប្រជុំនៅអូតាវ៉ាពីរឿងមានប្រឆាំងមនុស្សហ្នឹងគឺថៃគាត់លើកឡើងបញ្ហាហ្នឹងប៉ុន្តែឃើញខាងរដ្ឋពូកម្ពុជាក៏នឹងមានលោកលីធុចគាត់ខំធ្វើកិច្ចការនឹងច្រើនទៅបញ្យលអន្តរជាតិឲ្យឃើញហើយគេថែមទាំងពេលហ្នឹងគឺពញាពេលឲ្យកម្ពុជាថែមទៀតដូច្នេះពេលនោះគឺបរាជ័យរបស់ថៃនឹងធ្ងន់មែនតើបាទនៅប្រិមិត្តនៅចាំរឿងនឹងបានទេបាទខ្ញុំធ្លាប់យកមកជម្រាបជូនហើយវិភាគជូនប្រិមិត្តផងដែរហ្នឹងគឺបាទគេថែមទាំងពញាពេលឲ្យកម្ពុជាក្នុងការដំមានទៀតដែលថៃមកដាក់សម្ពាធលើកម្ពុជាប៉ុន្តែបែរជាមិនបានជោគជ័យហើយរឿងអ្វីកើតឡើងក្រោយពីរឿងនោះហើយពេលរឿងអ្វីកើតឡើងគឺក្រោយពីហ្នឹងគឺមានការប្រយុទ្ធគ្នានៅខែធ្នូឃើញទេបាទឥឡូវនេះរឿងនេះមួយទៀតដែលគាត់ចេញមកឆាកអន្តរជាតិមកនិយាយទៀតបែរជាកម្ពុជាបានប្រឹងប្រែងធ្វើការងារការទូតច្រើនបាទរហូតដល់បានបង្ហាញនៅអ្វីដែលថៃនិយាយនោះវាមិនមានលក្ខណៈស៊ីសង្វាក់ហើយចុងក្រោយដែលបាទមួយចំណុចគេថាប្រនោះចុងក្រោយនោះគឺគាត់គិតថារឿង scam ហ្នឹងរឿងយកទៅឲ្យកម្ពុជាអាម៉ាស់ប៉ុន្តែបែរជាមេដឹកនាំកម្ពុជាគាត់ទទួលស្គាល់បាទបញ្ហាហ្នឹងហើយកំពុងតែប្រឹងប្រែងដោះស្រាយប្រិមិត្តមួយចំនួនគាត់នៅខិតខំប្រឹងប្រែងពិនិត្យលើបញ្ហាតើអ្នកណានៅពីក្រោយហ្នឹងរឿងហ្នឹងបាទគឺបើប្រិមិត្តគាត់ខ្ញុំឲ្យយោបល់ចេះទេបើប្រិមិត្តមិនបានធ្វើការស៊ើបអង្កេតដោយខ្លួនឯងបើប្រិមិត្តមិនមានរបាយការណ៍ណាជាផ្លូវការដែលបង្ហាញថាអ្នកណាប៉ះពាល់អីហ្នឹងបាទយើងកុំធ្វើជាអ្នកស៊ើបអង្កេតដោយអត់មានឯកសារបាទពីព្រោះឯកសារអ្នកណាពាក់ព័ន្ធហ្នឹងគឺសហរដ្ឋអាមេរិកបានចេញឲ្យទៅអានអង់គ្លេសទៅអានឯកសារហ្នឹងឡើងវិញឯកសារហ្នឹងនៅអនឡាញទេទៅមើលខ្លួនឯងអានខ្លួនឯងហើយកុំអង់គ្លេសអានមន្ត្រីជ្រុងហើយចេះតែនិយាយតាមអ្វីដែលយើងនឹកឃើញបាទសំខាន់គឺបើសិនជាកុំចេះជា FBI របស់អាមេរិកណាបាទ FBI អាមេរិកគាត់ចេញឯកសារមកច្បាស់ថាអ្នកណាពាក់ព័ន្ធមកណាគឺយើងមើលតាមហ្នឹងទៅបាទពីព្រោះខ្ញុំឃើញអ្នកខ្លះនិយាយលើឯកសារគេហើយហ្នឹងបាទខ្ញុំក៏អានដែរឯកសារហ្នឹងបាទអញ្ចឹងគឺកម្ពុជាថ្នាក់ដឹកនាំកម្ពុជាគាត់បានទទួលស្គាល់អញ្ចឹងដូច្នេះសម្រាប់ថៃគឺអ្វីដែលគាត់ថាយកទៅចាប់រត់ទៅចាប់ត្រីឬក៏អីហ្នឹងគឺបែរជារឿងមួយកន្លះកហេតុអត់បានឯមកវិញបាទអញ្ចឹងដូច្នេះតើនៅពេលដែលថៃគាត់មិនបានជោគជ័យអញ្ចឹងឥឡូវវាចេញរឿងមីនមកវិញភ្លាមចេញរឿងមីនមកទៀតហើយបាទអញ្ចឹងតើរឿងហ្នឹងវានឹងទៅវិវត្តទៅយ៉ាងណាសំទុះខ្ញុំមិនចង់និយាយដើម្បីឲ្យមានការព្រួយបារម្ភទេគឺចង់ឲ្យមានការប្រយ័ត្នប្រយែងពីព្រោះឯផ្អែកទៅលើព្រឹត្តិការណ៍កាលពីខែធ្នូដែលគាត់បានបរាជ័យនៅក្នុងរឿងមីនម្ដងបាទឥឡូវនេះគាត់បង្កើតរឿងមួយទៀតឥឡូវគាត់ទៅរឿងសេណានោះគាត់បាទមិនជោគជ័យមួយទៀតបាទអញ្ចឹងដូច្នេះយើងមើលសូចនាករសញ្ញាទី1និងសញ្ញាទី2ហ្នឹងគឺត្រូវតែប្រុងប្រយ័ត្នផងដែរអញ្ចឹងណាបាទខ្ញុំមិនអាចនិយាយអីហួសហ្នឹងពីព្រោះវាមិនដឹងអីបាទខ្ញុំក៏មិនដឹងអីច្រើនពីហ្នឹងដែរគ្រាន់តែថាមើលសញ្ញាទី1
គាត់បរាជ័យគាត់ធ្វើអ្វីបាទដូច្នេះសញ្ញាទី2គាត់បរាជ័យទៀតតែគាត់នឹងធ្វើអ្វីយើងទៅតាមមើលគាត់ឲ្យបានជាប់ផងដែរបាទនេះជាព័ត៌មានទី2ណាហើយព័ត៌មានទី3នេះបាទសូមមានសេចក្តីរាយការណ៍ច្រើនបាទតាក់ទងជាមួយនឹងប្រទេសចិនគឺលោកស៊ីជីនពីងបាទដកមេតបអ្នកដែលមានតំណែងជាមួយនឹងយោធានេះចំនួន9រូបទៀតហើយបើយោងតាមសេចក្តីរាយការណ៍នេះគឺអ្នកតាក់តែងច្បាប់ឬក៏ខាងសមាជិកសភារបស់ចិនបាទត្រូវបានខាងលោកស៊ីជីនពីងដកតំណែងគាត់មានជាឧត្តមសេនីយ៍តែម្ដងឧត្តមសេនីយ៍នៃកងទ័ពរំដោះប្រជាជនចិនហ្នឹងគឺចំនួន5នាក់ត្រូវបានដកចេញពីឋានៈជាសមាជិកសភាបាទខាងទាហានដូចថាសមាជិកសភាមានតំណែងមកពីខាងទាហានហ្នឹងបាទត្រូវបានដកចេញបាទនេះបើយោងតាមសេចក្តីថ្លែងការណ៍មួយរបស់ខាងគណៈកម្មការកណ្ដាលរបស់ខាងសភាបាទសភារបស់ប្រជាជនចិនដែលបានបញ្ជាក់កាលពីថ្ងៃទី26ខែកុម្ភៈកន្លងមកនេះបាទគឺអ្នកទី1គឺលោកលីជាមីងបាទដែលបានធ្វើជាមេបញ្ជាការនៃកងកម្លាំងជើងគោករបស់កងទ័ពរំដោះប្រជាជនចិនហ្នឹងហើយនឹងមួយទៀតគឺឈ្មោះសិនជីនឡុងបាទដែលជាអតីតមេបញ្ជាការនៃកងទ័ពជើងទឹករបស់ចិនបាទក៏ត្រូវបានបណ្ដេញចេញពីតំណែងរបស់ខាងសភារបស់ប្រជាជនចិននឹងផងដែរហើយអ្នកដែលត្រូវបានដកចេញបន្ថែមទៀតហ្នឹងគឺក៏មានអតីតស្នងការនយោបាយនៃខាងកងទ័ពជើងទឹករបស់ចិនកងទ័ពជើងអាកាសរបស់ចិនហើយនឹងក៏មានខាងផ្នែកគ្រប់គ្រងខាងផ្នែកព័ត៌មានផងដែរបាទគឺមានលោកជីងសៀងយូចុងហ្វូលីវេបាទឈ្មោះគាត់ខាងចិនប្រឹងអានមើលស្តៀងចិនអត់ទេអ្នកចេះចិនកំសាច់សំទោសតែព្រឹកឡើងវាតិចវាអត់ស្រួលពងកបាទហើយក៏មានមេបញ្ជាការយោធាជាច្រើនទៀតផងដែរហើយនឹងខាងមន្ត្រីដែលនៅខាងខេត្តថ្នាក់ខេត្តមួយចំនួនទៀតអ្នកដែលគេថាទាហានហ្នឹងគឺ9នាក់ក៏ប៉ុន្តែក្រៅពីហ្នឹងក៏មានមេបញ្ជាការអ្នកដែល9នាក់ហ្នឹងគឺឧត្តមសេនីយ៍បាទឧត្តមសេនីយ៍ហើយក្រៅពីហ្នឹងគឺមេបញ្ជាការយោធាផ្សេងទៀតដែរហើយនឹងមន្ត្រីថ្នាក់ខេត្តមួយចំនួនផងដែរក្នុងហ្នឹងគឺមានលោកស៊ុនឆាវចេងបាទស៊ុនឆាវចេងដែលជាអតីតមេបកសម្រាប់តំបន់នៅក្នុងម៉ុងហ្គូលីក៏ត្រូវបានដកចេញផងដែរបាទហើយការវិវត្តនេះគឺកើតមានឡើងគឺបន្ទាប់ពីមានការស៊ើបអង្កេតពាក់ព័ន្ធជាមួយនឹងមេដឹកនាំយោធាកម្ពុជាមួយចំនួនបាទក្នុងនោះគឺមានមេបញ្ជាការរងលោកឆាងយូសៀបាទដែលចាប់ក្នុងពេលមុនគឺដែលបានរកការស៊ើបអង្កេតនោះបាទរកការស៊ើបអង្កេតតាក់ទងជាមួយនឹងការរំលោភយ៉ាងធ្ងន់ធ្ងរជាមួយនឹងវិន័យហើយនឹងច្បាប់បាទដែលជាពាក្យមួយដែលគេចង់សម្ដៅទៅលើការប្រព្រឹត្តអំពើពុករលួយក្រសួងការពារជាតិរបស់ចិនក៏បានប្រកាសកាលពីខែមករាផងដែរថាគឺក្រសួងកំពុងតែស៊ើបអង្កេតលោកលាវចិនលីបាទដែលជានាយកសេនាធិការដែលជាតំណែងដ៏ធំនៅក្នុងគណៈកម្មការយោធាមជ្ឈិមរបស់ចិនបាទដែលទទួលបន្ទុកខាងកងទ័ពរួមហើយនឹងជាអ្នកដែលរៀបចំផែនការសម្រាប់ប្រយុទ្ធតែម្ដងហើយបើយកតាមកាសែត South China Morning Post គឺក្រៅពីឧត្តមសេនីយ៍ទាំង5រូបនោះក៏មានឧត្តមសេនីយ៍4រូបផ្សេងទៀតផងដែរគឺមានលោកឧត្តមសេនីយ៍ឯកនិងឧត្តមសេនីយ៍ឯកមួយរូបហើយនឹងមានបាទឧត្តមសេនីយ៍តូចំនួន2រូបផងដែរក៏ត្រូវបានដកចេញពីបញ្ជីនៃបេក្ខជនសម្រាប់សភារបស់ប្រទេសចិនផងដែរហើយចំណាត់ការនេះគឺកើតមានឡើងក្រោយពីទីក្រុងប៉េកាំងខិតខំរៀបចំសម្រាប់ការជួបប្រជុំនយោបាយប្រចាំឆ្នាំដ៏ធំបំផុតដែលនឹងចាប់ផ្ដើមនៅថ្ងៃទី4ខែមីនានេះហើយបាទក្នុងអំឡុងពេលដែលគេជួបប្រជុំហ្នឹងដែលគេស្គាល់ថាជាការប្រជុំសម័យប្រជុំចំនួន2បាទគឺជាការមួយជួបប្រជុំដើម្បីរៀបចំផែនការនិងគោលនយោបាយរបស់ប្រទេសក៏ដូចជាតាក់ទងជាមួយនឹងបញ្ហាយោធាសេដ្ឋកិច្ចពាណិជ្ជកម្មការទូតផងដែរបាទអញ្ចឹងនេះគឺជាការមួយបន្តបោះសម្អាតដោយលោកស៊ីជីនពីងចំពោះមន្ត្រីមួយចំនួននៅក្នុងបកបាទភាគច្រើនគឺពាក់ព័ន្ធជាមួយនឹងការដែលចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយហើយព័ត៌មានទី4បាទព័ត៌មានទី4នេះគឺប្រិមិត្តស្ដាប់មើលគួរឲ្យចាប់អារម្មណ៍ដែរណាបាទគឺឥឡូវនេះគឺប៉ាគីស្ថានបានបើកការវាយប្រហារតាមអាកាសទៅលើទីក្រុងធំ2របស់ប្រទេសអាហ្វហ្គានីស្ថានគឺការវាយប្រហារហ្នឹងគឺកើតឡើងនៅថ្ងៃសុក្រនេះតែម្ដងគឺទីក្រុងដែលរងការវាយប្រហារហ្នឹងគឺមានរដ្ឋធានីតែម្ដងរបស់ខាងប្រទេសអាហ្វហ្គានីស្ថានគឺទីក្រុងកាប៊ុលបាទនេះបើយោងតាមមន្ត្រីដែលប៉ាគីស្ថានផងមន្ត្រីរបស់អាហ្វហ្គានីស្ថានផងដែរបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបាទដូច្នេះវាជារឿងមួយដែលការកាន់ឡើងកម្ដៅកាន់តែខ្លាំងភាពតានតឹងរវាងប្រទេសទាំងពីរបាទក្រោយពីមានការប៉ះទង្គិចគ្នានៅតាមព្រំដែនតែម្ដងរហូតដល់ឥឡូវនេះគេចាត់ទុកថាដូចជាការធ្វើសង្គ្រាមបើកចំហបាទពីព្រោះទៅទម្លាក់ដល់រដ្ឋធានីរបស់គេទៅហើយបាទហើយ
ក្រៅពីទីក្រុងកាប៊ុលហ្នឹងគឺមានក៏ទៅទម្លាក់ទៅដល់ទីក្រុងកាន់ដាហាបាទកាន់ដាហាហ្នឹងប្រិមត្តតាមដាននៅរឿងអាហ្វហ្គានីស្ថានដឹងហើយកាន់ដាហាហ្នឹងគឺជាគេថាជំរុំទីក្រុងដែលជាតំបន់ឈរជើងដ៏រឹងមាំរបស់មេដឹកនាំក្រុមតាលីបានហ្នឹងតែម្ដងគឺមេដឹកនាំជាន់ខ្ពស់របស់តាលីបានហ្នឹងគឺ Sheikh Haiba Talu បាទអាប៊ុនZada ជាអ្នករស់នៅទីនោះតែម្ដងហើយគាត់អត់ចេញទៅណាតានោះទោះបីជាកាលពីជំនាន់មុនក៏ដោយគឺគាត់នៅតែហ្នឹងបាទជាមូលដ្ឋានរឹងមាំរបស់គាត់នោះពជាពីនឹងដែលកាន់តំណែងក្នុងរដ្ឋាភិបាលដឹកនាំនេះគាត់តែឈរទៅឈ្មោះគាត់តែសំខាន់គឺនៅឈរទីនោះតែម្ដងបាទគឺទីក្រុងហ្នឹងគឺមានជាប់ព្រំដែនជាមួយនឹងប៉ាគីស្ថានតែម្ដងបាទនេះបើយកតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលរបស់ពួកតាលីបានបាទបញ្ជាក់ឲ្យដឹងបាទគឺការវាយប្រហាររបស់ប៉ាគីស្ថាននេះកើតមានឡើងក្នុងរយៈពេលតែប្រមាណម៉ោងប៉ុណ្ណោះបន្ទាប់ពីកងកម្លាំងរបស់អាហ្វហ្គានីស្ថានបានបើកការវាយប្រហារទៅលើទីតាំងនៅតាមបណ្ដោយព្រំដែនរបស់ប៉ាគីស្ថាននេះបើយោងតាមមន្ត្រីនៃប្រទេសទាំងពីរបានបញ្ជាក់ឲ្យដឹងហើយការវាយប្រហាររបស់អាហ្វហ្គានីស្ថានហ្នឹងគឺបាទប៉ាគីស្ថានអាហ្វហ្គានីស្ថានបានពិពណ៌នាថាគឺជាការវាយប្រហារសងសឹកទៅនឹងប៉ាគីស្ថានដែលបានវាយប្រហារមកលើអាហ្វហ្គានីស្ថានកាលពីដើមសប្តាហ៍នេះបាទក៏ប៉ុន្តែសារព័ត៌មាន New York Times គាត់ថាគាត់មិនអាចផ្ទៀងផ្ទាត់ព័ត៌មាននឹងបានឡើយទេបាទហើយដែលឡែកនៅក្នុងការវិវត្តនោះផងដែរគឺថៃបាទក្រសួងការបរទេសរបស់ថៃបានបញ្ជាក់ឲ្យដឹងថាខ្លួនក៏កំពុងតែតាមដានសង្កេតមើលស្ថានភាពនឹងផងដែរជាពិសេសពាក់ព័ន្ធជាមួយនឹងប្រជាពលរដ្ឋរបស់ខ្លួនចំនួន500នាក់ដែលរស់នៅក្នុងប្រទេសប៉ាគីស្ថានផងអាហ្វហ្គានីស្ថានផងបាទគឺស្ថានភាពរបស់ពួកគេបាទមិនទាន់ដឹងយ៉ាងណានៅឡើយទេអញ្ចឹងគឺខាងថៃបានទទូចឲ្យប្រជាពលរដ្ឋរបស់ខ្លួនគឺជៀសវាងកន្លែងណាដែលកុំធ្វើដំណើរទៅកន្លែងណាដែលមិនចាំបាច់ជាពិសេសគឺតំបន់ដែលមានការប៉ះទង្គិចគ្នាកាត់ឡើងមួយនេះបាទនេះគឺជាព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍ដែលគួរចាប់អារម្មណ៍គឺខ្ញុំបានជម្រាបជាបន្តបន្ទាប់ជាហូរហែមកដែរគឺនៅពេលដែលពួកអាហ្វហ្គានីស្ថានប្រយុទ្ធជាមួយនឹងសហរដ្ឋអាមេរិកគឺប៉ាគីស្ថានជួយបាទឥឡូវសហរដ្ឋអាមេរិកដកចេញឥឡូវនឹងប៉ាគីស្ថាននិងអាហ្វហ្គានីស្ថាននឹងឆ្លុះគ្នាវិញអញ្ចឹងឃើញបាទគឺអញ្ចឹងបានថាពេលខ្លះបើពេលខ្លះភូមិសាស្ត្រនយោបាយការធ្វើតាក់ទិចសង្គ្រាមអីហ្នឹងគឺតទៅចឹងពីព្រោះគេដឹងថាអាហ្វហ្គានីស្ថាននិងប៉ាគីស្ថានហ្នឹងគឺមិនសូវត្រូវគ្នាទេបាទឥឡូវបើតែជួយមកបាយអាមេរិកដកចេញសិនមកឲ្យបាយគ្នាសិនដែរបាទចាំបានថាឥឡូវហ្នឹងយើងសំខាន់ដូចរឿងទី2ទីចុងក្រោយដែលរឿងអ៊ុយក្រែនហ្នឹងចឹងអ៊ុយក្រែនគឺលោកត្រាំគាត់ប្រឹងប្រែងឲ្យបញ្ចប់សង្គ្រាមតាមចរចាមែនប៉ុន្តែគាត់អត់ឲ្យអាវុធទៅអ៊ុយក្រែនទេបាទអញ្ចឹងគឺអ៊ុយក្រែនគាត់មិនចោះចាញ់ងាយគាត់ប្រយុទ្ធចោះប្រយុទ្ធឡើងបាទក្នុងពេលដែលរុស្ស៊ីគាត់កំពុងជាប់ដៃប្រយុទ្ធជាមួយនឹងអ៊ុយក្រែនគាត់បានអាស្រ័យទីគាត់មិនអាចទៅជួយអ្នកណាសម្ព័ន្ធមិត្តគាត់ដូចជាមួយនៅវេណេស៊ុយឡាគាត់បានអាស្រ័យតែអាមេរិកចាប់ម៉ាឌូរ៉ូមកអត់មានអីធ្វើឲ្យបានឥឡូវនៅអ៊ីរ៉ង់បាទគាត់បានអាស្រ័យថាជួយកុំធ្វើអញ្ចឹងប៉ុន្តែបើសិនជាអាមេរិកវិបាតែគាត់អាចជួយបានយ៉ាងម៉េចបានទៀតបាទឲ្យអាវុធមកក៏តែការអាវុធសម្រាប់ប្រើក្នុងស្រុកដែរពេលជួបកាប់ពេលខ្លះរឿងខ្លះវាទំនាក់ទំនងគ្នាយើងមើលមិនដល់អស់តែគេតាក់តិចគេយ៉ាងម៉េចយើងពិបាកមើលដែរណាបាទគាត់តែជាខ្ញុំព្យាយាមមើលទៅគឺវារឿងខ្លះគួរចាប់អារម្មណ៍អញ្ចឹងចូលដល់រឿងចុងក្រោយរឿងសហរដ្ឋអាមេរិកហើយនឹងអ៊ុយក្រែនម្ដងមន្ត្រីរបស់សហរដ្ឋអាមេរិកនិងមន្ត្រីរបស់អ៊ុយក្រែនបាទបានជួបចរចាគ្នានៅទីក្រុងហ្សឺណែវនៅថ្ងៃប្រហោះបាទទីក្រុងហ្សឺណែវនឹងរវល់ខ្លាំងតែម្ដងណាដើម្បីចរចាអំពីការកសាងប្រទេសអ៊ុយក្រែនឡើងវិញក្រោយពីសង្គ្រាមបញ្ចប់បាទបើទោះបីជាការចរចាដើម្បីបញ្ចប់សង្គ្រាមជាមួយនឹងរុស្ស៊ីហ្នឹងគឺនៅជាប់គាំងនៅឡើយក៏ដោយបាទបើយោងតាមមន្ត្រីរបស់អ៊ុយក្រែនបានសម្ដែងនៅក្តីសង្ឃឹមថាគឺគេអាចនឹងរៀបចំនៅកិច្ចការបង្ហើយចុងក្រោយបានតាក់ទងជាមួយនឹងដំណោះស្រាយនានានៅពេលដែលកិច្ចប្រជុំត្រីភាគីចាប់ផ្ដើមឡើងនៅដើមខែមីនាបាទហើយក្រុមអ្នកចរចាកម្ពុជារបស់អ៊ុយក្រែនគឺមេដឹកនាំគឺលោក Rostem Umerov ក៏បាននិយាយថាអ្នកដែលចូលរួមនៅក្នុងការចរចានោះគឺកើតមានឡើងក្រោយពីការវាយប្រហាររបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់អ៊ុយក្រែនបាទហើយគឺគេបានឲ្យដឹងថាការជួបប្រជុំនេះក៏រំពឹងថាមេដឹកនាំនៃប្រទេសទាំងពីរគឺអ៊ុយក្រែនហើយនិងរុស្ស៊ីអាចនឹងចរចាគ្នាផងដែរហើយលោក Zelensky ក៏បាននិយាយជាមួយនឹងលោក Trump ផងដែរកាលពីថ្ងៃពុធកន្លងទៅនេះគឺបានបញ្ជាក់ឲ្យដឹងថាកិច្ចប្រជុំត្រីភាគីរវាងប្រទេសអ៊ុយក្រែនរុស្ស៊ីហើយនិងសហរដ្ឋអាមេរិកគឺអាចនឹងកើតមានឡើងបាននៅទីក្រុងអាប៊ូដាប៊ីបន្តទៀតហើយគឺគេរំពឹងថាអាចនឹងកិច្ចពិភាក្សានៅដើមខែមីនានេះមានរៀបចំឲ្យមានការជួបសន្ទនាគ្នាឬក៏ជួបប្រជុំរវាងមេដឹកនាំរុស្ស៊ីគឺលោក Vladimir Putin ជាមួយនឹងមេដឹកនាំអ៊ុយក្រែនគឺលោក Volodymyr Zelensky តែម្ដងបាទបើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគឺការកសាងប្រទេសអ៊ុយក្រែនឡើងវិញក្រោយពីបញ្ចប់សង្គ្រាមនោះគឺជាអតិភិបមួយដ៏សំខាន់ដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្នើជំរុញឲ្យមាននៅក្នុងពេលដែលជជែកគ្នាអំពីបទជួបបាញ់គ្នានេះលោកថាត្រូវតែបញ្ចូលចំណុចនឹងផងដែរនៅក្នុងការចរចាដើម្បីឲ្យបានដឹងបាទ
បាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នានៅថ្ងៃសុក្រនេះបាទអញ្ចឹងនៅថ្ងៃសៅរ៍បាទហើយថ្ងៃអាទិត្យពេលព្រឹកអញ្ចឹងនៅអាមេរិកហើយទៅពេលយប់នៅកម្ពុជាបាទជាខ្ញុំអត់បានមកជម្រាបជូនទេណាបើសិនជាមានព័ត៌មានអ្វីបន្ទាន់បាទជាខ្ញុំមកជម្រាបបើតែអត់ទេគឺសូមសម្រាប់2ថ្ងៃ សូមសម្រាប់2ថ្ងៃបាទប៉ុន្តែបច្ចុប្បន្នភាពអាមេរិកមានដដែលវិញមកអញ្ចឹងណាបាទអញ្ចឹងសូមអរគុណប្រិយមិត្តច្រើនដែលតែងតែចូលមកស្ដាប់ការចែករំលែកព័ត៌មានរបស់ខ្ញុំនេះទាំងអ្នកកំពុងស្ដាប់ផ្ទាល់ក្តីអ្នកដែលស្ដាប់ក្រោយពីការផ្សាយផ្ទាល់នេះក្តីសូមអរគុណច្រើនមែនទែនចឹងសម្រាប់អ្នកនៅកម្ពុជារាត្រីសួស្តីហើយសុខល្អហើយអ្នកនៅសហរដ្ឋអាមេរិក Have a wonderful day